បោះទ្រុទជាតិកម្ពុជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍវិរិយវប្បកម្មទឹកសាបរបស់រដ្ឋបាលជលផលនៅក្នុងស្រុកពីមរខេត្តព្រៃវែងសម្រាប់បានការភ្ញាស់ពូជត្រីសំខាន់និងពូជបង្កងដើម្បីផ្គត់ផ្គង់ការចិញ្ចឹមក្នុងស្រុកព័ត៌មាននេះផ្ដល់ដោយលោកយ៉ាត់សុភានៅរដ្ឋបាលជលផលហើយលោកស្រីសូសុផានីជំរាបជូនខ្លឹមសារក្នុងពេលដែលឯកឧត្តមនៅធួប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលរួមនឹងមន្ត្រីជំនាញមួយចំនួនទៀតទៅពិនិត្យសកម្មភាពការងារមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍវិរិយវប្បកម្មទឹកសាបរបស់រដ្ឋបាលជលផលនៅក្នុងភូមិពីមរស្រុកពីមរខេត្តព្រៃវែងលោកសំនរិទ្ធអនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍវិរិយវប្បកម្មទឹកសាបបាទីបានឲ្យដឹងថាមជ្ឈមណ្ឌលរបស់លោកបានបង្កាត់និងភ្ញាស់ពូជត្រីសំខាន់ដូចជាត្រីប្រាត្រីឆ្ពិននិងប្រភេទត្រីដែលមានតម្លៃលើទីផ្សាររួមទាំងពូជបង្កងដើម្បីផ្គត់ផ្គង់ឲ្យការចិញ្ចឹមក្នុងស្រុកឯកឧត្តមនៅធួបានបញ្ជាក់ថាបច្ចុប្បន្ននេះការភ្ញាស់ត្រីប្រាគឺទទួលបានជោគជ័យ 100%នៅក្នុងឆ្នាំនេះដែរមជ្ឈមណ្ឌលបានខិតខំផលិតកូនត្រីពូជសំខាន់រួមទាំងកូនបង្កងដែលបានយកទៅលែងក្នុងទិវាមជ្ឈជាតិថ្ងៃទី1ខែកក្កដាឆ្នាំ2013កន្លងទៅនេះហើយមជ្ឈមណ្ឌលបាទីនេះជាកន្លែងបណ្ដុះបណ្ដាលដល់កសិករលើបច្ចេកទេសវិរិយវប្បកម្មទឹកសាបផងដែរឯកឧត្តមនៅធួមានប្រសាសន៍ថាលទ្ធផលការងារដែលមជ្ឈមណ្ឌលសម្រេចបានក្នុងការផលិតកូនត្រីពូជនិងធានាផ្គត់ផ្គង់សម្រាប់ការចិញ្ចឹមក្នុងស្រុកបានហើយអាចឈានទៅបញ្ឈប់ការនាំចូលកូនត្រីនិងកូនបង្កងពូជពីប្រទេសជិតខាងហើយប្រការសំខាន់មួយទៀតនោះលទ្ធផលជាវិជ្ជមានទាំងនេះអាចឆ្លើយតបទៅនឹងការឈានឆ្ពោះទៅធានាសន្តិសុខស្បៀងអាហារូបត្ថម្ភនិងបង្កើនប្រភពចំណូលគ្រួសារជាចុងក្រោយនេះយើងមានបទយកាមួយដែលនិយាយពីបច្ចេកទេសក្នុងការចិញ្ចឹមមាន់ឲ្យទទួលបានផលល្អសូមអញ្ជើញលោកអ្នកទស្សនាដោយរីករាយនេះគឺជាកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញកសិដ្ឋាននេះគឺបានចាប់ផ្ដើមដំណើរការចិញ្ចឹមមាន់យកសាច់តាំងពីឆ្នាំ1993ដែលមានលោកទូចអូនជាម្ចាស់ចំពោះការចិញ្ចឹមនេះលោកទូចអូនមិនបានធ្វើការភ្ញាស់កូនដោយខ្លួនឯងទេគឺគាត់ទិញកូនពីក្រុមហ៊ុនដែលលោកបានសហការជាមួយហើយប្រភេទកូនមាន់ដែលលោកចិញ្ចឹមនេះវាជាប្រភេទមាន់កូនកាត់ដែលគេនិយមហៅថាពូជមាន់បៃសាឆ្លងកាត់វគ្គបណ្ដុះបណ្ដាលផងនិងបទពិសោធន៍ចិញ្ចឹមជាយូរឆ្នាំផងបច្ចុប្បន្នលោកទូចអូនបានក្លាយជាអ្នកចិញ្ចឹមមាន់ប្រកបដោយភាពជោគជ័យដើម្បីចិញ្ចឹមមាន់ឲ្យបានជោគជ័យទី1កត្តាដែលយើងត្រូវធ្វើទី1យើងត្រូវជ្រើសរើសពូជមាន់ដែលល្អយើងត្រូវទិញពូជមាន់ពីកន្លែងណាដែលយើងជឿជាក់ថាពូជមាន់កន្លែងហ្នឹងដែលវាល្អដែលយើងអាចជឿជាក់បានទី2ទៅលើគុណភាពចំណីគឺដែលមានគុណភាពល្អដែលមានប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់តម្រូវការទៅតាមអាយុរបស់មាន់និងទី3គឺការគ្រប់គ្រងរបស់យើងគឺអនុវត្តទៅលើលក្ខណៈបច្ចេកទេសកម្មវិធីការធ្វើវ៉ាក់សាំងមាន់និងយើងខំប្រឹងថែយើងខំមើលថែអាសាមាន់ឲ្យបានល្អដើម្បីជៀសផុតពីជំងឺផ្សេងបាទនេះគឺជាកូនមាន់ដែលទើបដាក់ចូលថ្មីដើម្បីឲ្យកូនមាន់មានសុខភាពល្អក្នុងរោងចិញ្ចឹមត្រូវឲ្យមានពន្លឺនិងខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់ចំពោះសីតុណ្ហភាពក្នុងទ្រុងជាមធ្យមមិនឲ្យត្រជាក់ពេកឬក្តៅពេកចំពោះកូនមាន់ថ្មីដែលទើបនាំចូលមកភ្លាមត្រូវស្ថិតក្នុងទ្រុងដែលមានឧបករណ៍សម្រាប់បន្ថែមកម្ដៅជាចាំបាច់មូលហេតុយើងកម្ដៅកូនមាន់ដោយសារថាយើងកូនមាន់មកយើងចិញ្ចឹមបែបលក្ខណៈកសិដ្ឋានយើងអត់មានមេយកមកក្រុងទេដូច្នេះយើងចិញ្ចឹមយើងត្រូវការកម្ដៅវាដើម្បីឲ្យមាន់នឹងរឹងប៉ឹងល្អហើយសុខភាពវាបានល្អយើងត្រូវការកម្ដៅចាំបាច់ចំពោះការកម្ដៅកូនមាន់តាមធម្មតាយើងកម្ដៅវាបើសិនជាមេឃក្ដៅចេះយើងកម្ដៅយ៉ាងយូរបំផុតត្រឹមតែ10ថ្ងៃទេដើម្បីការពារកុំឲ្យមានមេរោគផ្សេងពីខាងក្រៅចម្លងចូលទៅដល់មាន់ត្រូវលាងសម្អាតស្បែកជើងជាមួយទឹកដែលមានលាយជាមួយថ្នាំសម្លាប់មេរោគមុនពេលដែលត្រូវចូលទៅក្នុងទ្រុងមាន់
គ្រប់សម្ភារៈប្រើប្រាស់ក្នុងទ្រុងមាន់ទាំងអស់ត្រូវលាងសម្អាតឲ្យបានស្អាតល្អជាប្រចាំថ្ងៃត្រូវដាក់ទឹកឲ្យមានជាប្រចាំនៅក្នុងឧបករណ៍សម្រាប់ដាក់ទឹកឲ្យមាន់ផឹកចំពោះចំណីដែលនៅសល់ក្នុងថាសដាក់ចំណីឲ្យមាន់ស៊ីត្រូវប្រមូលទុកវិញរួចធ្វើការរែងបែងចែកឲ្យបានស្អាតមុននឹងដាក់ឲ្យមាន់ស៊ីនៅពេលក្រោយទៀតតាមលក្ខណៈបច្ចេកទេសការចិញ្ចឹមមាន់អ្នកចិញ្ចឹមត្រូវយល់ដឹងឲ្យបានច្បាស់អំពីប្រភេទចំណីដែលត្រូវដាក់ឲ្យមាន់ស៊ីជាការពិតចំណីរបស់កូនមាន់គឺមានការបែងចែកឲ្យបានសមស្របទៅតាមអាយុកាលរបស់វាផងដែរចំណីមាន់វាបែងចែកទៅតាមអាយុរបស់មាន់ដោយកូនមាន់ដំបងមកដល់អញ្ចឹងគេត្រូវឲ្យវាស៊ីចំណីលេខ CP 910បាទហើយមួយសប្តាហ៍ក្រោយមកបានយើងបដូរមកចំណីលេខ N1 ហើយដល់ពេល N1 គឺវាស៊ីចាប់ពីអាយុ8ថ្ងៃរហូតទៅដល់30ថ្ងៃបាន31ថ្ងៃឡើងលើបានយើងដូរមកចំណីលេខ N2 គឺស៊ីរយៈពេលចុងក្រោយរហូតដល់ពេលដល់យើងចូលទៅលើទីផ្សារផ្ដោតទៅលើទស្សនវិស័យផ្នែកកសិឧស្សាហកម្មក្រុមហ៊ុន CP ជាក្រុមហ៊ុនផលិតចំណីសត្វធំមួយនៅប្រទេសកម្ពុជាដែលមានគោលដៅជួយជំរុញដល់កសិករឲ្យមានភាពកាន់តែជឿនលឿននិងលូតលាស់ខាងផ្នែកសេដ្ឋកិច្ចដោយក្រុមហ៊ុនមានគោលការណ៍ធំៗ3គឺ1ការផលិតនិងផ្គត់ផ្គង់ចំណីសត្វគ្រប់ប្រភេទចែកចាយទៅទូទាំងប្រទេស2ការសហការជួយបណ្ដុះបណ្ដាលនិងផ្ដល់បច្ចេកទេសក្នុងការចិញ្ចឹមដល់កសិករ3ជាអ្នកប្រមូលទិញមកវិញនៅរាល់ផលិតផលសម្រេចពីកសិករដើម្បីផលិតម្ហូបអាហារសម្រាប់មនុស្សវិញខាងផ្នែកចំណីសត្វគឺយើងមានផលិតនឹងទាំងការចិញ្ចឹមខ្លួនឯងសម្រាប់យកទៅចំណីសត្វទៅផ្គត់ផ្គង់ខ្លួនឯងនិងក៏ដូចជាការទៅលក់ចែកចាយដល់ខាងអតិថិជនដែលជាអ្នកចិញ្ចឹមដែលជាអ្នកតាមខេត្តផ្សេងៗផងដែរបាទហើយចំណែកឯកសិដ្ឋានចិញ្ចឹមសត្វបាទគឺខាងក្រុមហ៊ុន CP យើងមានទាំងកសិដ្ឋានចិញ្ចឹមជ្រូកបាទមានកសិដ្ឋានចិញ្ចឹមមាន់បាទហើយកសិដ្ឋានចិញ្ចឹមទាបាទហើយក្នុងនេះដែរបាទគម្រោងលក្ខណៈដែលសហការមួយក្រុមហ៊ុនហ្នឹងគឺកសិករគ្រាន់តែគាត់មានផ្ទៃដីមានទីតាំងដែលតម្រូវសមស្របជាមួយនឹងទីកន្លែងចិញ្ចឹមបច្ចេកទេសយើងផ្ដល់ជូនទាំងអស់បាទដូចជាការរៀបចំរោងហ្នឹងគឺខាងក្រុមហ៊ុនត្រូវមានផ្ដល់ជាប្លង់រោងបាទមុននឹងធ្វើមានអ្នកបច្ចេកទេសគាត់ទៅមើលថាទីតាំងហ្នឹងធ្វើបានទេបាទបើថាធ្វើបានហើយយើងនឹងបញ្ជូនជាប្លង់កសិដ្ឋានទៅឲ្យកសិដ្ឋានទៅឲ្យទៅប្លង់ទៅធ្វើបែបម៉េចតាមទិសបែបម៉េចគឺមានអ្នកបច្ចេកទេសចូលទៅប្រាប់តាំងពីការរកទីតាំងចិញ្ចឹមរហូតដល់ការសាងសង់កសិដ្ឋានរហូតដល់ដាក់មាន់ចូលចិញ្ចឹមក៏នៅមានអ្នកបច្ចេកទេសចូលទៅប្រាប់ទៀតពីការថែទាំកូនមាន់បែបម៉េចបាទធ្វើវ៉ាក់សាំងបែបម៉េចក៏យើងមានអ្នកបច្ចេកទេសបាទក្រុមចិញ្ចឹមមាន់ត្រូវធ្វើឡើងឲ្យបានសមស្របទៅតាមស្តង់ដារនិងបច្ចេកទេសដែលក្រុមហ៊ុនបានកំណត់យ៉ាងត្រឹមត្រូវដើម្បីធានាឲ្យបាននៅមាន់ដែលមានសុខភាពល្អនិងគុណភាពខ្ពស់សម្រាប់អ្នកចិញ្ចឹមអត់មានទេពេលកាលណាធ្វើសាងសង់រោងយើងត្រូវធ្វើទៅតាមបណ្ដោយដំណើរនៃព្រះអាទិត្យគឺលិចនឹងកើតហើយយើងត្រូវសាងសង់រោងនេះគឺទៅឆ្ងាយពីទីប្រជុំជនជាតំបន់ដែលមិនលិចទឹកមានផ្លូវគមនាគមន៍ចេញចូលស្រួលនិងមានប្រព័ន្ធអគ្គិសនីដើម្បីឲ្យមាន់ចិញ្ចឹមឆាប់ធំនិងមានសុខភាពល្អអ្នកចិញ្ចឹមត្រូវដាក់កូនមាន់ឲ្យសមាមាត្រទៅនឹងទំហំឬផ្ទៃក្រឡាទ្រុកជាក់ស្ដែងចំពោះកាឡាផ្ទៃនៅក្នុងការចិញ្ចឹមមាន់នេះក្នុង1ម៉ែត្រការ៉េយើងដាក់មាន់យ៉ាងច្រើនបំផុត10ក្បាលដើម្បីជៀសវាងភាពអវិជ្ជមានក្នុងការចិញ្ចឹមមាន់ពិសេសការចិញ្ចឹមដែលមានចំនួនកូនមាន់ច្រើននៅក្នុងទ្រុងតាមលក្ខណៈបច្ចេកទេសអ្នកចិញ្ចឹមត្រូវធ្វើរនាំងខាំងកូនមាន់មិនឲ្យនៅលាយឡំគ្នាច្រើនពេកទេមូលហេតុដែលយើងត្រូវការខាន់ដាច់គ្នាមកបន្ទប់នេះដោយសារថាយើងខាំងនេះដើម្បីកុំឲ្យមាន់ហ្នឹងពេលដែលវាផ្អើលវាអីទៅវារត់ជន់គ្នាដែលអាចបណ្ដាលឲ្យមាន់ហ្នឹងវាស្លាប់ហើយមួយទៀតយើងខាំងនេះគឺសម្រាប់ឲ្យមាន់ហ្នឹងវាបានលបាយស្មើដើម្បីឲ្យមាន់វាបានស៊ីចំណីឲ្យបានគ្រប់គ្រាន់
ដើម្បីតាមដានការរីកធំធាត់របស់កូនមាន់ឲ្យបានជាក់លាក់អ្នកចិញ្ចឹមត្រូវចាប់មាន់ថ្លឹងទៅតាមការកំណត់ក្នុងការត្រួតពិនិត្យមើលការលូតលាស់របស់មាន់ជាទូទៅអ្នកចិញ្ចឹមមាន់ត្រូវកំណត់ពីទម្ងន់របស់មាន់ជាប្រចាំផងដែរដើម្បីតាមដានពីរបបអាហារនិងសុខភាពរបស់កូនមាន់ដើម្បីចិញ្ចឹមមាន់ឲ្យទទួលបានផលល្អអ្នកចិញ្ចឹមក៏មិនត្រូវយកចិត្តទុកដាក់ថែទាំរក្សាអនាម័យតែនៅក្នុងទ្រុងនោះទេតែអ្នកចិញ្ចឹមត្រូវយកចិត្តទុកដាក់ផងដែរចំពោះការថែរក្សាអនាម័យបរិស្ថានក្រៅទ្រុងត្រូវកាត់ស្មៅនិងដើមរុក្ខជាតិផ្សេងៗដែលមាននៅជុំវិញទ្រុងចេញការធ្វើបែបនេះដើម្បីជៀសវាងកុំឲ្យមានសត្វកាចសាហាវឬបក្សីព្រៃហើរមកទុំចិត្តទ្រុងដែលវាអាចនាំឲ្យជំងឺឆ្លងផ្សេងៗមកចម្លងដល់មាន់ក្នុងទ្រុងបន្ទាប់ពីការចិញ្ចឹមអស់រយៈពេល9សប្តាហ៍មាន់ទាំងអស់ធំធាត់អាចលក់ទៅកាន់ទីផ្សារបានហើយចំពោះការចិញ្ចឹមមាន់យកសាច់ពិសេសមាន់ពូជ3សាសនេះអ្នកចិញ្ចឹមអាចចិញ្ចឹមវាបានពីររបៀបគឺការចិញ្ចឹមដាក់ក្នុងរោងផ្ទាល់ដីនិងការចិញ្ចឹមដាក់ក្នុងរោងមានធ្នើរតាមទីតាំងកសិដ្ឋានដែលគេធ្វើរោងផ្ទាល់ដីភាគច្រើនហ្នឹងគឺជាប្រភេទមាន់គេហៅថាមាន់3សាសហើយតែស្តៀងនឹងមាន់ស្រែយើងហ្នឹងបាទដែលវាសមប្រកបនឹងការដែលចិញ្ចឹមនៅលើដីបានពីព្រោះវាស៊ីចំណីតិចបាទហើយវាលិមួករបស់វាមកក៏វាតិចទៅតាមតម្រូវការរបស់វាចឹងដែរបាទហើយណាមួយវាក៏លក្ខណៈប្រភេទមាន់ដែលវាធន់នឹងក្តៅបន្តិចដែរបាទចឹងហើយបានជាលក្ខណៈនៃការចិញ្ចឹមផ្ទាល់ដីហ្នឹងគឺយើងអាចចិញ្ចឹមប្រភេទមាន់ស្រែឬក៏មាន់3សាសនឹងបានតែបើសិនជាប្រភេទមាន់សប្រភេទមាន់សាច់យើងអាចចិញ្ចឹមលើហ្នឹងគឺវាមានភាពបថុយបឋានពីព្រោះមាន់សាច់របស់យើងវាត្រូវការស៊ីចំណីច្រើនវាធំលឿនប្រើរយៈពេលខ្លីហើយចឹងកាលណាវាស៊ីចំណីច្រើនលិមួកក៏ច្រើនហើយចឹងប្រភេទមាន់មួយដែលវាចូលចិត្តលេងទឹកដែរហើយចឹងបើសិនជាវាលេងទឹកវាអាចកពុបមកបើសិនជាយើងរួមផ្ទាល់ដីវាអាចមានបញ្ហាទៅលើជំងឺផ្សេងៗដែលកើតឡើងតាមរយៈប្រព័ន្ធផ្លូវដង្ហើមចឹងហើយបានភាគច្រើនគឺយើងធ្វើរោងបែបលើកធ្នើអានេះគឺភាគច្រើនតែម្ដងពីព្រោះយើងអាចជ្រើសរើសចិញ្ចឹមបានគ្រប់ប្រភេទមាន់បាទទាំងមាន់យើងចិញ្ចឹមមាន់ស្រែក៏បានចិញ្ចឹមមាន់សាច់ក៏បានបាទបើសិនថាមួយណាល្អជាងគឺចិញ្ចឹមលើធ្នើល្អជាងដល់ថ្ងៃកំណត់រថយន្តដឹកជញ្ជូនមាន់របស់ក្រុមហ៊ុនប្រម៉ូទិញបានមកដល់រថយន្តត្រូវបានលាងសម្អាតរងាប់មេរោគជាមុននឹងចូលទៅដល់ទ្រុងមាន់ដើម្បីផ្ដល់ទំនុកចិត្តពីគ្នាទៅវិញទៅមករវាងម្ចាស់កសិដ្ឋាននិងក្រុមហ៊ុនប្រម៉ូទិញចិញ្ចឹមថ្លឹងត្រូវតែសាកល្បងជាមុនដើម្បីឲ្យប្រកាសថាត្រឹមត្រូវដែលភាគីទាំងសងខាងឯកភាពទទួលយកបានជាទូទៅការចាប់មាន់ចេញគឺច្រើនប្រព្រឹត្តទៅនៅពេលអាកាសធាតុត្រជាក់ពលគឺពេលល្ងាចឬពេលព្រលប់ការអនុវត្តបែបនេះគឺវាផ្ដល់ភាពងាយស្រួលដល់ការដឹកជញ្ជូនមិនឲ្យប៉ះពាល់ដល់សុខភាពមាន់ទូរទស្សនិកជនជាទីគោរពព័ត៌មានសហគមន៍ជាតិរបស់ទូរទស្សន៍ជាតិកម្ពុជាដែលលោកអ្នកទៅបានទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណចំពោះការទស្សនារបស់